ស្រីពៅស្រីពៅអូនបងស្រឡាញ់អូនណាស់អូនមកនៅជាមួយបងធ្វើជាកូនក្រមុំបងមកពេលនោះស្រីពៅក៏លេចទៅមើលមាត់បង្អួចក៏បានឃើញខ្មោចអាណាញញឹមដាក់នាងមួយសន្ទុះក្រោយមកខ្មោចអាណាក៏បានរលាយបាត់ទៅព្រឹកឡើងស្រីពៅបានរៀបរាប់រឿងដែលនាងបានជួបរបស់ចម្លែកកាលពីយប់មិញទៅឪពុកម្ដាយរបស់ខ្លួនពូតមីងទូចស្ដាប់ហើយធ្វើឲ្យពួកគាត់ព្រួយបារម្ភយ៉ាងខ្លាំងពួកគាត់ដឹងថាកូនស្រីរបស់ខ្លួនកំពុងតែមានអមនុស្សដើរតាមហើយស្រីពៅតាមអ្វីដែលកូនបានរៀបរាប់កាលពីយប់មិញនេះនោះប្រកាសជាវិញ្ញាណខ្មោចមិនខានតាមមើលទៅវាចង់បានកូនធ្វើជាកូនក្រមុំរបស់វាហើយអញ្ចឹងតើខ្ញុំគួរធ្វើយ៉ាងម៉េចទៅពុកបើខ្មោចនោះវាតាមខ្ញុំរហូតដូចនេះកុំខ្លាចអីកូនពុកនឹងចេញទៅរកគ្រូមន្តអាគមមកជួយឲ្យកំចាត់ខ្មោចនោះមិនឲ្យវាសម្រេចតាមបំណងរបស់វាឡើយប៉ុន្តែពេលដែលពុកចេញទៅរកគ្រូមន្តអាគមនោះកូនត្រូវតែនៅផ្ទះជាមួយម៉ែឯងមិនត្រូវទៅណាឡើយមានតែនៅក្នុងផ្ទះទេជាមធ្យោបាយតែមួយគត់ដែលអាចការពារកូនពីវិញ្ញាណខ្មោចនោះបានចាពុកខ្ញុំយល់ហើយខ្ញុំនឹងនៅផ្ទះមិនចេញទៅណាទេពុកកុំបារម្ភអីល្អណាស់អញ្ចឹងពុកទៅហើយតែទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយដាច់ខាតកុំចេញពីផ្ទះឲ្យសោះណាកូនខ្ញុំចាំហើយពុកសុំពុកធ្វើដំណើរទៅដោយប្រយ័ត្នប្រយែងផងរួចពូតក៏បានចាក់ចេញទៅរកជំនួយហើយទុកឲ្យប្រពន្ធនិងកូននៅផ្ទះរងចាំគាត់ត្រឡប់មកវិញទោះជាយ៉ាងណានៅល្ងាចនោះម្ដាយរបស់ស្រីពៅបានធ្លាក់ខ្លួនឈឺក្តៅខ្លួនយ៉ាងខ្លាំងស្រីពៅមិនអាចទ្រាំមើលម្ដាយខ្លួនឈឺក៏បានតាំងចិត្តចេញទៅបេះថ្នាំដើម្បីឲ្យម្ដាយខ្លួនផឹកនៅពេលដែលស្រីពៅដើរក្នុងព្រៃរកស្លឹកថ្នាំនោះវិញ្ញាណខ្មោចអាណាក៏បានឆ្លៀតឱកាសនេះបង្ហាញខ្លួននៅចំពោះមុខនាងខ្មោចអាណាបានបង្ហាញខ្លួនជាបុរសវ័យក្មេងស្រស់សង្ហាលក្ខធម្មជាតិខ្មោចរបស់វាហើយវាបាននិយាយសម្ដីយ៉ាងផ្អែមល្ហែមជាមួយនាងដោយតាំងចិត្តព្យាយាមតាក់ទាញឲ្យស្រីពៅដើរតាមវាចូលទៅក្នុងព្រៃយ៉ាងជ្រៅ